Rừng mùi nít đangធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តជាមួយខ្លួនឯងជាងមុនហើយមានអារម្មណ៍ថាខ្លួនឯងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរឿងនោះគឺការកត់ត្រាអំពីកំណត់ហេតុនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាជាងជារៀងរាល់ថ្ងៃយើងតែងតែធ្វើសកម្មភាពជាច្រើនឧទាហរណ៍ថាយើងទៅធ្វើការយើងញ៉ាំបាយជាមួយមិត្តភ័ក្តិយើងញ៉ាំបាយជាមួយគ្រួសារយើងបំពេញការងារបានល្អអញ្ចឹងមុនអ្នកទាំងអស់គ្នាគេងអ្នកទាំងអស់គ្នាអាចមានសភៅមួយហើយដាក់កំណត់ហេតុរបស់យើងហើយកត់ថ្ងៃទៅបន្ទាប់មកដាក់ចំណុចទី1ខ្ញុំដឹងគុណឬក៏ខ្ញុំសប្បាយចិត្តដែរថ្ងៃនេះខ្ញុំបានងើបទៅធ្វើការខ្ញុំមាន office ស្អាតនៅតាមផ្លូវខ្ញុំឃើញមានសួនច្បារស្អាតខ្ញុំបានជួបជាមួយមិត្តភ័ក្តិខ្ញុំបានបំពេញការងារល្អខ្ញុំបានញ៉ាំអាហារជាមួយក្រុមគ្រួសាររបស់ខ្ញុំចាបន្ទាប់ពីទៅសេអ្វីដែលអ្នកទាំងអស់គ្នាដឹងគុណហើយកុំភ្លេចមានចំណុចមួយទៀតដែលអ្នកទាំងអស់គ្នាត្រូវឆ្លុះបញ្ចាំងអំពីសកម្មភាពប្រចាំថ្ងៃរបស់យើងពួកខ្ញុំជឿជាក់ថាយើងទាំងអស់គ្នាមិនអាចថាមានភាព perfect អត់ខ្ចោះទេជាទូទៅយើងគាត់ជាមានរឿងមួយដែលយើងចោលខ្លួនឯងប្រសើរឡើងឧទាហរណ៍ដូចពេលខ្លះចឹងខ្ញុំច្រឡំលើកទូរស័ព្ទពេលបើកឡានចឹងពេលខ្លះវាជាទម្លាប់អត់ល្អឯពីព្រោះនៅពេលដែលយើងលើកទូរស័ព្ទពេលបើកឡានវាអាចមានហានិភ័យផ្សេងៗចឹងទៅអញ្ចឹងខ្ញុំបានកត់ឆ្លុះបញ្ចាំងខ្លួនឯងថាថ្ងៃស្អែកខ្ញុំនៅពេលដែលទូរស័ព្ទរោពេលខ្ញុំបើកឡានខ្ញុំអត់ទាន់ចង់លើកទេពួកអីខ្លាចវាមានបញ្ហាអីចឹងទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាប្រតិបត្តិតាមរឿងនេះជារៀងរាល់ថ្ងៃអ្នកទាំងអស់គ្នានឹងឃើញថាខ្លួនឯងមានភាពសប្បាយរីករាយជាមួយជីវិតរបស់ខ្លួនឯងជាងមុនដោយសារតែយើងបានទទួលស្គាល់រឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងជីវិតយើងដឹងគុណពីវាបន្ទាប់មកជារៀងរាល់ថ្ងៃយើងក៏បានរៀនសូត្រអំពីរឿងអ្វីមួយដែលយើងបានធ្វើមិនសូវល្អហើយយើងឲ្យវាប្រសើរជាងមុនចឹងបើសិនជាអ្នកទាំងអស់គ្នាធ្វើហើយមានលទ្ធផលបែបណាកុំភ្លេចចែករំលែកនៅក្នុង comment ខាងក្រោមផង